យើងត្រូវគិតថាហេតុផលអីខ្ញុំមានអាងថាទឹកដីនឹងយ៉ាងម៉េចទឹកដីនឹងខ្ញុំទទួលស្គាល់ណាមាត្រា1នៅក្នុងរដ្ឋធម្មនុញ្ញថាទន្លេបឹងបួភ្នំអីព្រែកអីសិទ្ធិជាទ្រព្យសម្បត្តិរបស់រដ្ឋបែបនេះតែយើងទទួលស្គាល់ខ្ញុំទទួលស្គាល់ណាមិនបដិសេធដល់ក៏ក្លឿនទេថាទឹកដីនេះថាជាទឹកដីដីផនរដ្ឋចុះប៉ុន្តែមាត្រា5នៃច្បាប់ភូមិបាលបានលើកឡើងថាម៉េចទោះបីទឹកដីនោះជាទឹកដីផនរដ្ឋក៏ដោយមុននឹងធ្វើការបណ្ដឹងចេញឬក៏ជំនះប្រជាពលរដ្ឋត្រូវតែផ្ដល់សំណងឲ្យសមរម្យសិនបាទទើបធ្វើការរុះរើឬក៏ដោះស្រាយជូនគាត់ណាឲ្យស័ក្តិសមទៅនឹងតម្លៃទីផ្សារតែជាក់ស្ដែងយើងឃើញទេសាលាក្រុងនៅពេលដែលផ្ទេរសិទ្ធិជូនទៅក្រុមហ៊ុនស៊ូកាកូអ៊ីនតែក្រុមហ៊ុនស៊ូកាកូអ៊ីនធ្វើដាក់ប្រជាពលរដ្ឋបែបណា8000លុយ2លានបងប្អូនដឹងហើយថាទីផ្សារយើងសប្តាហ៍យកទៅទិញណាកើតបាទយកទៅទិញណាកើតអត់បានទេมันអាចសមមាត្រទៅនឹងតម្លៃទីផ្សារទេអញ្ចឹងជាការទៀមទាផ្ទះនៅក្នុងទឹកគឺ$15,000ទៅ$20,000បានអាចយកទៅដោះស្រាយជូនប្រជាពលរដ្ឋបានអញ្ចឹងខ្ញុំទៀមទាណាផ្ទះក្នុងទឹកគឺត្រូវតែអញ្ចឹងហើយមិនត្រឹមតែប៉ុណ្ណោះទេក្រុមហ៊ុនរស័ព្ទថ្ងៃកំពុងតែរលេះគ្មានបានអង្កេតគ្មានសភៅគ្រួសារគ្មានអីគឺគាត់យកលេះអាផ្ទះជាប់គ្នាទោះបីកម្មសិទ្ធិផ្សេងគ្នាក៏គាត់មិនឲ្យដែរបាទសង្កសីជាប់គ្នាអញ្ចឹងតែកម្មសិទ្ធិផ្សេងគ្នាគឺគាត់បោកឲ្យតែមួយឯងគឺ4,000ម្នាក់អញ្ចឹងមិនត្រឹមថាក្នុងនាមខ្ញុំជានិស្សិតបាទនៅកម្ពុជាក្នុងនាមជួយប្រជាពលរដ្ឋរងគ្រោះគឺខ្ញុំជួយចាប់កន្លែងហ្នឹងបាទមិនត្រឹមតែយើងគិតថា$8,000លុយ2លានហ្នឹងវាតិចមិនត្រឹមតែឲ្យប៉ុណ្្នឹងទេវាបន្ថយប៉ុណ្្នឹងទៀតចូលលេះដើម្បីពុះជ្រែកបាទ$8,000លុយ2លានហ្នឹងទៀតនេះគឺជាអ្វីដែលជាការរំលោភបំពានដោយក្លឿនជាទីបំផុតបាទក្នុងនាមខ្ញុំសួងសម្ព័ន្ធជានិស្សិតច្បាប់ជួយចាប់ហើយខ្ញុំសង្ឃឹមថានិស្សិតទាំងអស់នឹងចូលរួមទាំងអស់គ្នានៅក្នុងកម្ពុជាបាទដើម្បីយើងការពារផលប្រយោជន៍និងការពារការជន់ដោយក្លឿនរបស់អាជ្ញាធរមានសមត្ថកិច្ចបាទក្នុងនាមជាម៉ែឪក្នុងនាមជាអ្នកដឹកនាំបាទក្នុងអ្នកដឹកនាំហើយតែចូលមានលំដាប់នោះនឹងទៅដល់បាយជើងចឹងខ្ញុំមិនដឹងទៅវាមិនទេតែអាញាធរនឹងមកសួរទុកប្រជាជនផងខ្ញុំថាយកចិត្តទុកដាក់បាយសួរជននៅទីនេះគាត់នេះគាត់ប៉ុណ្ណេះហេដឹងថាអាញាធរនឹងយកចិត្តទុកដាក់មួយជារដ្ឋប៉ុណ្ណាបាទឬក៏លោកអស់នឹងចេះតែនៅក្នុងអាស៊ីនតាចេះតែនៅអង្គុយកៃសាឡុងទេដល់ពេលលោកអត់មកបាទចរចាមួយប្រជាពលរដ្ឋបែបហ្នឹងលោកអត់ដឹងថាតើប្រជាពលរដ្ឋនៅបាត់សល់លិចទឹកត្រឹមជង្គង់បាក់ប៉ុណ្ណាទេទៀមកុំឲ្យក្រុមហ៊ុននឹងបោកទឹកលិចទឹកប្រជាជនចាកំពុងតែលិចទឹកខ្ញុំទៅអត់ដែរមិនអាចទេទៅណាហើយគេថាយកបងខ្ញុំទៅរត់ទាំងអស់ប្រសិនបើគ្មានអ្នកណាម្នាក់មកចុះជួបតាឲ្យជាបរិបទថ្មីមានជាបរិបទចាស់យកជួបគេយកឯកសារយកទៅបោះចោលហ្មងចាស់ហ្នឹងតាមពិតជាបរិបទមកអញ្ចឹងទេជាបរិបទជុំទាំងស្រួលនៅក្នុងជាសាជាអប់រំតែមានតែផ្ទះឲ្យកូនកាច់តែឡើងពេញបាទតែជាចៅសង្កាត់ដែលជាចៅខេត្តនេះឲ្យជាបរិបទជុំនៅហ្នឹងឲ្យមកប្រជុំនៅកាត់បាត់ក្រហមវិញហើយពួកខ្ញុំទៅចង់ជ័យហើយហេតុអីបានក្នុងកម្មសិទ្ធិអត់ឲ្យពួកខ្ញុំបែរជាយកដីពួកខ្ញុំកម្មសិទ្ធិពួកខ្ញុំទៅជួលឲ្យក្រុមហ៊ុនហើយបើអត់មានហៅភាគីខ្ញុំនេះប្រជាជនទៅចរចាមួយអាជ្ញាធរក្រុងអត់មានបានចូលរួមថាប្រជុំថាឥឡូវបងប្អូននេះឆ្លងអត់បានទេឥឡូវគេមានការអភិវឌ្ឍហើយបងប្អូនស្ម័គ្រចិត្តយកជំរឿនណាឬក៏បងប្អូនចង់រស់នៅកន្លែងហ្នឹងឬក៏មួយបងប្អូនចង់ដោះដូរជាលុយតាមតម្លៃទីផ្សារតម្លៃប្រមាណបងប្អូនដាក់មកហ្នឹងហើយពួកខ្ញុំដាក់1ការ៉េ1,500តែសាលាក្រុងយកទៅផ្អប់ចោលអត់មានឆ្លើយតបថាឥឡូវ1,500ហ្នឹងបងប្អូនយកមិនបានទេឥឡូវ1,000បងប្អូនសុខចិត្តអត់ពួកខ្ញុំក៏សុខចិត្តដែរធ្វើម៉េចឲ្យតែមានដំណោះស្រាយនេះអត់មានតែជាទូប្លង់រំលោភលើដីលំនៅឋានពួកខ្ញុំនៅលើដំបូងពួកខ្ញុំសិតតែប្លង់ហើយអត់មានប្រាប់ខ្ញុំប្រជាជនថាឥឡូវគេគូប្លង់លើដីផ្ទះអ្នកឯងហើយអ្នកឯងគិតយ៉ាងម៉េចតើបខំពួកខ្ញុំថា8,000លុយ2លានចេញទាំងអស់ទាំងទឹកទាំងកោនិយាយចឹងថាមានដោះស្រាយអត់មានយុទ្ធធម៌អត់ហើយពួកខ្ញុំទៅទៅផ្ទះលិចក៏អត់ឲ្យខ្ញុំចូលខ្ញុំទឹកខ្ញុំផ្ទះបោលិចឲ្យគេដែរយកឲ្យ8,000លុយ2លានតំណាងទេបងតែគេផុតមកខ្ញុំ8,000លុយ2លាន